សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាពីរបៀប share Wi-Fi ឬក៏ share អ៊ីនធឺណិតចែកគ្នាលេងចឹងទៅអ្នកគ្នាឬក៏យើង share Wi-Fi ពីទូរស័ព្ទដៃមួយទៅទូរស័ព្ទដៃមួយទៀតហ្នឹងហើយវីដេអូហ្នឹងខ្ញុំធ្វើតាមសំណូមពរផងដែរហ្នឹងហើយម្ដងទៀតបើសិនជាអ្នកទាំងអស់គ្នាមកថ្មីកុំភ្លេចជួយចុច Subscribe បើសញ្ញាកណ្ដឹងខ្ញុំឲ្យខ្ញុំអ្នកមួយផងអ្នកគ្នាហ្នឹងហើយដើម្បីបានវីដេអូ channel ហ្នឹងថ្មីពីខ្ញុំមុនគេឥឡូវនេះកុំឲ្យខាតពេលយូរទៅធ្វើជាមួយខ្ញុំទាំងអ្នកគ្នាចូលមកការ setting មកអ្នកគ្នាហ្នឹងហើយវីដេអូហ្នឹងបើសិនជាអ្នកគ្នាអត់ទាន់ចេះទេអ្នកគ្នាអាចធ្វើតាមខ្ញុំបានអ្នកគ្នាក៏លោអ្នកគ្នាទៅកន្លែងឆ្ងាយចឹងទៅអត់មាន Wi-Fi ចឹងអ្នកគ្នាអាច share អ៊ីនធឺណិតចែកគ្នាលេងចឹងអ្នកគ្នាហ្នឹងហើយមកដល់ហ្នឹងដើម្បី share អ៊ីនធឺណិតចែកគ្នាលេងបានអ្នកគ្នាត្រូវតែបើកអ៊ីនធឺណិតយើងសិនអ្នកគ្នាហ្នឹងហើយអ្នកគ្នាបើកហើយប្រកាសថាអ៊ីនធឺណិតរបស់យើងហ្នឹងឬក៏ SIM របស់យើងលេខរបស់យើងត្រូវតែមានលុយអ្នកគ្នាទៅយើងបើកទៅអ៊ីនធឺណិតយើងទៅដើរអ្នកគ្នាមកដល់នៅកន្លែងហ្នឹងពេលអ្នកគ្នាបើកអ៊ីនធឺណិតហើយអ្នកគ្នានឹងឃើញពាក្យថា hotspot អ្នកគ្នាហ្នឹងបើសិនអ្នកគ្នាអត់ទាន់បើកទេអ្នកគ្នាអាចចូលនៅកន្លែងហ្នឹងបានទេអញ្ចឹងពេលអ្នកគ្នាបើកហើយអ្នកគ្នាអាចចូលនៅកន្លែងពាក្យ hotspot ហ្នឹងបានមកដល់នៅកន្លែងហ្នឹងទៀតកន្លែងហ្នឹងគឺជាកន្លែងដែលយើងត្រូវ share អ៊ីនធឺណិតចែកគ្នាលេងអ្នកគ្នាហ្នឹងអ្នកគ្នាគ្រាន់តែបើកនៅកន្លែងនេះទៅយើងអាចលេងអ៊ីនធឺណិត Wi-Fi យើងបានហើយដើម្បីលេងបានអ្នកគ្នាត្រូវតែស្គាល់ឈ្មោះ Wi-Fi hotspot យើងសិនអ្នកគ្នាហ្នឹងហើយឈ្មោះរបស់យើងនៅកន្លែងនេះអ្នកគ្នាឈ្មោះ iPhone អ្នកគ្នាអាចឈ្មោះផ្សេងពីខ្ញុំចឹងទៅអ្នកគ្នាហ្នឹងហើយដើម្បីលេងបានអ្នកគ្នាត្រូវតែស្គាល់លេខកូដ Wi-Fi hotspot យើងសិនអ្នកគ្នាហ្នឹងលេខកូដនៅកន្លែងនេះអ្នកគ្នាហ្នឹងហើយអ្នកគ្នាចុចនៅលើហ្នឹងមកហើយអ្នកគ្នាលុបលេខកូដនឹងចេញទៅហើយអ្នកគ្នាដាក់លេខកូដថ្មីមកអ្នកគ្នាហ្នឹងហើយអ្នកគ្នាឆ្លាញ់លេខកូដបែបមិនអ្នកគ្នាដាក់នៅកន្លែងហ្នឹងមកអ្នកគ្នាដាក់ហើយអ្នកគ្នាចុចคลิกនៅខាងនេះមកហ្នឹងហើយពេលអ្នកគ្នាដាក់លេខកូដថ្មីហើយអ្នកគ្នាគ្រាន់តែបើកទូរស័ព្ទមួយទៀតហើយអ្នកគ្នាមើលឈ្មោះ Wi-Fi អ្នកគ្នានៅកន្លែងនេះហ្នឹងហើយឈ្មោះយើងនៅកន្លែងនេះហើយអ្នកគ្នាចុចនៅលើហ្នឹងទៅហើយអ្នកគ្នាគ្រាន់តែដាក់លេខកូដមួយនេះទៅអ្នកគ្នាអាចលេងWi-Fi hotspot អ្នកគ្នាបានហើយឬក៏យើងអាច share ចែកគ្នាលេងបានដោយជោគជ័យអ្នកគ្នាហ្នឹងហើយមួយទៀតវីដេអូនេះបើសិនជាអ្នកគ្នាពេញចិត្តនៅវីដេអូហ្នឹងច្រើនកុំភ្លេចជួយចុច like Subscribe បើសញ្ញាកណ្ដឹងខ្ញុំអ្នកមួយផងដើម្បីបានវីដេអូ channel ដឹងថ្មីពីខ្ញុំមុនគេទៀតអ្នកគ្នាហ្នឹងហើយឲ្យតែខ្ញុំមានវីដេអូ channel ដឹងថ្មីខ្ញុំនឹងអាប់ឡូតឬក៏បង្ហោះឲ្យអ្នកគ្នាមើលដើម្បីដឹងទាំងអស់គ្នាអ្នកគ្នាហ្នឹងហើយសម្រាប់អ្នកគ្នាអត់ទាន់ចេះអ្នកគ្នាអាចធ្វើតាមខ្ញុំបានឬក៏អ្នកគ្នាអាចឆែកមើលនៅក្នុង channel YouTube ខ្ញុំបានអ្នកគ្នាហ្នឹងហើយខ្ញុំមានវីដេអូបង្រៀនជាច្រើនហ្នឹងហើយរបៀបជាច្រើនហ្នឹងហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងផងដែរអ្នកគ្នាហ្នឹងហើយអូខេបាយបាយអ្នកទាំងអស់គ្នាហ្នឹងហើយចាំជួបគ្នានៅវីដេអូ channel ដឹងថ្មីទៀតអ្នកគ្នាហ្នឹងហើយបាយបាយ